ព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាននានាហើយខ្ញុំសូមដកសងដោយមិនបញ្ជាក់ទាំងស្រុងទេគឺខ្លះបើសារយកតាមសារព័ត៌មាននានាក៏ដូចជាប្រភពផ្លូវការពីរដ្ឋាភិបាលកម្ពុជានោះគឺបានដឹងថាការប៉ះទង្គិចគ្នារវាងយោធារបស់កម្ពុជាហើយនិងយោធាថៃគឺបានចូលដល់ថ្ងៃទី11ហើយនៅថ្ងៃពុធនេះដោយបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន32នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងប្រទេសទាំងសងខាងបាទចាប់តាំងពីចំនួននេះបានផ្ទុះឡើងវិញចាប់ពីថ្ងៃទី7ខែធ្នូមកក្រសួងការពារជាតិរបស់កម្ពុជាបានថ្លែងនៅថ្ងៃពុធនេះថាគឺកងទ័ពថៃបានបើកការវាយប្រហារដោយបាញ់កាំភ្លើងផ្លោងហើយនឹងដ្រូននៅក្នុងតំបន់តាមព្រំដែននេះបើយោងតាមខាងក្រសួងការពារជាតិរបស់កម្ពុជាហើយប្រិមិត្តអាចទទួលព័ត៌មាននេះបានលម្អិតនៅក្នុងអត្ថបទរបស់ខាង Facebook របស់ខាងក្រសួងការពារជាតិរបស់កម្ពុជាហើយនឹងការធ្វើសន្និសីទសារព័ត៌មានផងដែរអញ្ចឹងខ្ញុំថ្ងៃនេះសូមមិនដកសមមកជម្រាបជូនប្រិមិត្តទាំងស្រុងនោះទេគឺសូមរាយការណ៍ព័ត៌មានដែលសារព័ត៌មានអន្តរជាតិបានរាយការណ៍ក្រសួងការពារជាតិរបស់កម្ពុជាបានបន្ថែមថាកងកម្លាំងរបស់កម្ពុជាបានឆ្លើយតបវិញដោយបាញ់កាំភ្លើង BM21 ទៅលើទីតាំងរបស់យោធាថៃការវិវត្តនេះគឺកើតមានឡើងក្រោយពីខាងទាហានរបស់ថៃបានវាយកបាននៅតំបន់អានសេះនេះបើយោងតាមការផ្សព្វផ្សាយរបស់ខាងទូរទស្សន៍ PBS របស់ថៃបាទគឺបានន័យថាថៃយកបានតំបន់អានសេះហើយកម្ពុជាក៏វិបកទៅវិញទៅមកអញ្ចឹងគឺដល់ចំណុចនេះគឺខ្ញុំសូមរំលឹកប្រិយមិត្តហើយរំលឹកទៀតគឺនៅក្នុងការប្រយុទ្ធបាទគឺការវាយកគ្នាទៅវិញទៅមកហ្នឹងទីតាំងហ្នឹងគឺជិះអត់រួចទេហើយជួនកាលពេលខ្លះភាគីម្ខាងគេដកថយដើម្បីជាក្បួនតាក់ទិចឲ្យសត្រូវចូលមកហើយបានគេសង្គ្រប់ទៅវិញដើម្បីឲ្យមានការខូចខាតក៏មានដែរអញ្ចឹងដូច្នេះហើយការរីកាថាអ្នកណាយកបានអ្នកកន្លែងណាហ្នឹងគឺគួរប្រយ័ត្នមែនតើបើយើងចង់ផ្ដោតទៅលើរីកាចំណុចបែបនេះគឺរីកាឲ្យតន់សភាពការមើលកាលណាខាងណាយកបានថាខាងណាយកបានខាងណាយកបានវិញយកបានវិញបាទកុំរីកាតាមម្ខាងបាទដូចជាខាងភាគីថៃឃើញតែរីកាទៅពេលដែលគាត់បាទយកបានមកទេទូយ៉ាងដូចជារឿងនៅក្នុងសុំនិយាយតិចណាដូចយើងប្រាសាទតាកបីអញ្ចឹងបាទពេលដែលថៃគាត់ចូលមកដល់គ្រប់គ្រងតំបន់នឹងមួយរយៈខ្លីនោះគឺគាត់ផ្សាយទាំងអស់បាទក៏ប៉ុន្តែពេលដែលកម្ពុជាវាយបកទៅវិញបាទគាត់អត់ផ្សាយទេដល់ពេលយើងដឹងតំណែងពីខាងក្រុមគ្រួសាររបស់ជនទាហានដែលស្លាប់នៅទៅវិញទេដែលគាត់ថាកូនរបស់គាត់បានផ្ញើបញ្ជូនសារទៅគាត់ថាឥឡូវនេះគឺពួកគេបានមកដល់ប្រាសាទតាកបីហើយស្រាប់តែកន្លះម៉ោងមកក្រោយមកគឺទទួលដំណឹងថាស្លាប់បាត់ទៅហើយបាទគឺបានន័យថាគេដកថយហើយគេដាក់ទៅវិញអញ្ចឹងគឺការប្រយុទ្ធគ្នានឹងវាទៅវិញទៅមកអញ្ចឹងបានន័យថាប្រិមិត្តប្រយ័ត្នមែនតើជាពិសេសអ្នកដែលយកមកផ្សាយពីខាងណានោះខ្ញុំជៀសវាងចំណុចហ្នឹងណាខ្ញុំមិនជៀសវាងចំណុចហ្នឹងមិនដាក់ចំណុចនៅពីព្រោះដល់រាប់ណាស្ថានភាពមិនទាន់ចប់ការប្រយុទ្ធគ្នាគឺมันអាចនិយាយបានទេពីព្រោះមេតបនីមួយៗគេមានតាក់ទិចរបស់គេរៀងៗខ្លួនបាទសូមបន្តសារព័ត៌មានទៀតក៏ថាបើយោងតាមអាជ្ញាធរថៃគឺមានទាហានរបស់ថៃចំនួន19នាក់ហើយបានស្លាប់បាត់បង់ជីវិតហើយនៅខាងជនស៊ីវិលថៃចំនួន16នាក់ទៅបានសម្លាប់រហូតមកដល់ពេលនេះណានៅខាងអាជ្ញាធរថៃគាត់អះអាងអញ្ចឹងហើយក្រសួងមហាផ្ទៃរបស់កម្ពុជាវិញបាននិយាយថាពលរដ្ឋស៊ីវិលរបស់កម្ពុជាចំនួន17នាក់បានស្លាប់បាត់បង់ជីវិតហើយមានចំនួន77នាក់ទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចតាមព្រំដែនចាប់តាំងពីថ្ងៃទី7ខែធ្នូកន្លងមកនេះបាទដោយឡែកនៅក្នុងស្ថានភាពនៅសមរភូមិវិញគឺមានការចោទសំណួរទៅខាងអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ចិនថាហើយអ្វីបានជាឃើញមានការប្រើប្រាស់មីស៊ីលដែលប្រឆាំងនឹងរថក្រោះដែលផលិតនៅក្នុងប្រទេសចិនទៅបានរឹបអូសបាននៅក្នុងប្រតិបត្តិការក្នុងពេលបច្ចុប្បន្ននេះគឺពីខាងទីតាំងដែលខាងថៃវាចូលមកបានពីកម្ពុជានោះគឺអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ចិនលោកគួយជាគុណបានសង្កត់ធ្ងន់បញ្ជាក់នៅថ្ងៃ
ពុទ្ធនិថាប្រទេសចិនគឺពីពេលមុនមកគឺបានធ្វើកិច្ចសហប្រតិបត្តិការយោធាជារឿងធម្មតាជាមួយទាំងប្រទេសថៃហើយនិងប្រទេសកម្ពុជាតែម្ដងដូច្នេះគឺมันមានការចូលរួមជាភាគីទី3ណាមួយនៅក្នុងចំនួនដែលកើតមានឡើងនាពេលបច្ចុប្បន្ននេះរវាងកម្ពុជានិងថៃនោះទេហើយលោកគួយបានឆ្លើយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានហើយលោកថាបើចង់ដឹងព័ត៌មានលម្អិតថែមទៀតអាចទៅសួរក្រសួងសម័យក្រសួងពាក់ព័ន្ធជាមួយនឹងរឿងអាវុធទាំងអស់នេះប៉ុន្តែខាងក្រសួងការបរទេសរបស់ចិនបានបដិសេធថាការផ្ទុះឡើងនៅចំនួនជាថ្មីនេះគឺចិនអត់មានពាក់ព័ន្ធនោះទេ